បង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់គ្រប់គ្រងដោយឧក្រិដ្ឋជនជាតិថៃនៅក្រុងប៉ោយប៉ែតឃាត់ជនជាតិថៃ63នាក់ខេត្តបន្ទាយមានជ័យគណៈបញ្ជាការដឹកនាំស្រាវជ្រាវស៊ើបអង្កេតនិងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៃក្រសួងមហាផ្ទៃបានឲ្យដឹងថានៅថ្ងៃទី22ខែមីនាឆ្នាំ2025ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចុះបង្ក្រាបទីតាំងចំនួន2ដែលលួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញក្រោមការគ្រប់គ្រងរបស់ក្រុមឧក្រិដ្ឋជនជាតិថៃប្រមាណ7នាក់នៅភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យតពីបានស៊ើបអង្កេតស្រាវជ្រាវនិងខ្លំមើលសកម្មភាពសង្ស័យនៅទីតាំងខាងលើមួយរយៈកន្លងមកការឈានទៅបង្ទាំងពីរខាងលើនេះធ្វើឡើងដោយទទួលបានគោលការណ៍ណែនាំពីលោកអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងការចង្អុលដឹកនាំដោយផ្ទាល់ពីឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិប្រតិបត្តិការឆ្មក់ចូលទីតាំងខាងលើសមត្ថកិច្ចបានរកឃើញជនជាតិថៃសរុបចំនួន63នាក់ស្រី30នាក់ក្នុងនោះមានកុមារចំនួន2នាក់និងបានរកឃើញសម្ភារៈភស្តុតាងដូចជាកុំព្យូទ័រចំនួន33គ្រឿងនិងទូរស័ព្ទដៃចំនួន65គ្រឿងសម្រាប់ធ្វើសកម្មភាពបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់ទាំងអត្តសញ្ញាណប័ណ្ណថៃចំនួន65ច្បាប់និងលិខិតឆ្លងដែនថៃចំនួន2ច្បាប់តាមរយៈទិន្នន័យក្នុងវត្ថុតាងសមត្ថកិច្ចកំណត់បានថាក្រុមនេះកំពុងត្រៀមរៀបចំប្រតិបត្តិបទល្មើសតាមប្រព័ន្ធអនឡាញដោយប្រើប្រាស់ទឹកដីកម្ពុជាទៅប្រទេសដទៃផ្សេងទៀតក្នុងចំណោមពលរដ្ឋថៃទាំង63នាក់សមត្ថកិច្ចបានរកឃើញ10នាក់កំពុងធ្វើសកម្មភាពរៀបចំសម្ភារៈមធ្យោបាយធ្វើដើម្បីប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញដោយស្ម័គ្រចិត្តខុសច្បាប់ដោយស្ម័គ្រចិត្តនិង46នាក់កំពុងរស់នៅក្នុងស្ថានភាពដោយបិទសិទ្ធិសេរីភាពតែមិនមានសញ្ញាណរងគ្រោះដោយអំពើហិង្សាឬអំពើជួញដូរមនុស្សនោះឡើយក្នុងនោះដែរសមត្ថកិច្ចបានកំណត់ជនជាតិថៃចំនួន7នាក់ស្រី1នាក់ជាមេខ្លោងជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពបទល្មើសខាងលើជនជាតិថៃចំនួន56នាក់នគរបាលជាតិកម្ពុជានឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃដើម្បីសម្របសម្រួលរៀបចំបែបបទបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជាផ្អែកតាមសំណូមពរពីអ្នកទាំងនោះដោយឡែកចំពោះជនសង្ស័យ7នាក់ផ្សេងទៀតកំពុងបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ